ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើក្រពិផាវចាពិផាវថ្ងៃនេះខ្ញុំលើខ្ញុំមកបេះម្ទេសផ្លោកក្រហមដែលក្រៀមហាលហ្នឹងចាដើម្បីដាក់ត្រាំទឹកឲ្យវារីកនិងយកទៅចិញ្ច្រាំវាតែឥឡូវនាងខ្ញុំបានដាក់ទឹកដាក់ត្រាំវាទុកមួយឡែកចាឥឡូវយើងស្បែកសណ្ដែកដីចាដើម្បីយកទៅធ្វើក្រកាពិផាយើងហាន់លឹកដើមគ្រៃលឹកគ្រៃហាន់លឹកគ្រៃដើមគ្រៃហាន់លឹកគ្រៃប៉ុន្តែហាន់លឹកគ្រៃចាហាន់លឹកគ្រៃឲ្យវាយើងហាន់ឲ្យស្ដើងហ្នឹងណាដើម្បីយើងសនុកបុកចាឥឡូវយើងបេះលឹកក្រូចយកអាក្នុងវាចេញចាយើងដាក់ផែមកដឹងប៉ុន្មានស្លឹកទេខ្ញុំចេះដាក់ស្មានប្រហែលជា20ស្លឹកហ្នឹងលឹកក្រូចអាងមានច្រើននៅក្រោយផ្ទះហើយយើងចាប់ផ្ដើមហាន់វាអញ្ចឹងមកដើម្បីហាន់តូចយើងសនុកបុកមកបើយើងយកដាក់កិនវាគឺថាយើងមានទឹកយើងត្រូវការស្ងួតយើងត្រូវការលីងកាពិផាវហ្នឹងឲ្យស្ងួតហើយយើងហាន់វាឥឡូវយើងហាន់ម្ដេងម្ដងចាហាន់ម្ដេងទូទៅសនិតវាណាយើងខ្ញុំដាក់មកកូនគល់ហើយនេះឥឡូវយើងហាន់បានវិញហើយកើបដាក់ត្បាល់ចាកើបដាក់ត្បាល់ដើម្បីយកទៅបុកហើយយើងកាយវាដាក់ចឹងមកដាក់ចូលក្នុងត្បាល់អស់មកแล้วហើយឥឡូវយើងបេះខ្ទឹមវិញបេះខ្ទឹមចំណែកខ្ទឹមនាងខ្ញុំដាក់2មើមចាឥឡូវយើងបកវាឥឡូវយើងបកខ្ទឹមក្រហមទៀតមិនបកខ្ទឹមសឥឡូវបកខ្ទឹមក្រហមចាបកខ្ទឹមក្រហមហ្នឹងយកអាសបកវាងាប់ពេលមកវាងាប់យើងទុកយូរទៅរួចចង់ខូចឥឡូវយើងមកបុកគ្រឿងម្ដងអង្គុយបុកគ្រឿងដើម្បីឲ្យវាមាត់ចាឥឡូវបុកហើយឥឡូវយើងក៏បានដាក់រមៀតបន្តិចផងចារមៀតបន្តិចដាក់ចាក់រមៀតខ្ញុំអត់មានរមៀតដុំតែខ្ញុំមានរមៀតមាត់ចាទៅនាងខ្ញុំបុកវាបានមាត់ហើយកើតដាក់ចានទុកមួយឡែកកើតដាក់ចានមួយឡែកចឹងទៅហើយយើងមកបេះត្រីឆ្អើរដាក់មួយយកតែសាច់វាទេមកពីសបកវាស្វិតហើយនៅយកឆ្អឹងវាចេញចាហើយយើងបកដាក់ចឹងមកបកវានិយាយវាលមាស់កយ៉ាប់មែននេះឥឡូវយើងបេះយកឆ្អឹងវាចេញនឹងស្បែកវាចាបេះវាចឹងមកតោសុំតោវាក្អកជាប់នៅនឹងកពេកឥឡូវយើងបុកវាឲ្យមាត់ចាបុកវាឲ្យមាត់បុកវាចឹងមកបុកលើកដាក់លើកបុកឲ្យមាត់បុកមិនយើងបុកឲ្យមាត់កុំខ្លាចវានៅមានឆ្អឹងមានអីចឹងវាស្លាក់ចឹងទៅណាឥឡូវយើងបុកបានមាត់ហើយទុកមួយឡែកឥឡូវយើងបុកសណ្ដែកដីម្ដងចាដាក់សណ្ដែកដីម្ដងឥឡូវយើងបុកសណ្ដែកដីហើយបុកឲ្យញាប់ដៃហើយបុកកុំអង្គុយវិធានីណាបើបុកយើងបុកបានចិត្តមាត់ហើយឥឡូវយើងកើបដាក់ចានផ្សេងយើងខិនខ្ទឹមក្រហមម្ដងចាខ្ទឹមក្រហមខ្ទឹមសយើងចឹងមានម៉ាស៊ីនហ្នឹងដាក់គ្រឿងជៀរស្រួលបងប្អូនយើងមិនបាច់ចាំច្រាំអីណាអត់ទេតែទិញក៏មិនថ្លៃដែរពួកម៉ាក់ទិញឲ្យទេណាទៅដូចគេទិញឲ្យដូចជា$5មិនដឹងទេនៅ DJ Mac ឥឡូវយើងកាយដាក់ចានម៉ៃខ្ញុំនៅក្រោយឥឡូវយើងហាន់ម្ទេសម្ដងចាមិញម៉ែក្មេងមានម៉ាក់ខ្ញុំបកកើតទៅឥឡូវខ្ញុំហាន់ម្ទេសដាក់ច្រាំវាឲ្យមាត់ឥឡូវយើងពឹងហាន់ចឹងទៅមកពីយើងត្រាំវាយ៉ាងតិចក៏30 минутដែរបងប្អូនដើម្បីឲ្យម្ទេសនឹងវា
ទុនក្រហមអញ្ចឹងទៅណាឥឡូវយើងច្រាំវាដើម្បីយកទៅដាក់ប្រហុកដាក់ជាមួយគ្រឿងនឹងឥឡូវយើងច្រាំហើយច្រាំបានជិតមាត់ហើយក៏ឥឡូវគ្រឿងកាពិផាវយើងក៏បានគ្រប់គ្រឿងទាំងអស់យើងដាក់ស្ករបន្តិចអំបិលបន្តិចស្រេចតែចំណូលចិត្តបងប្អូនឥឡូវចំណែកនាងខ្ញុំត្រូវលីងដាក់ខ្លាញ់ហើយលីងខ្ទឹមក្រហមនិងខ្ទឹមសជាមួយគ្នាចាតែធ្វើនៅក្រៅផ្ទះវារៀងល្ងិតសម្ោលបន្តិចហើយមកពីអត់បានធ្វើនៅក្នុងផ្ទះទេព្រោះខ្លាចវាស្អុយនៅឯណែនៅស្រុកអាមេរិកគេសូវធ្វើអាម្ហូបស្អុយនៅក្នុងផ្ទះទេមកពីដេកទៅវាស្អុយជាប់មុខឥឡូវយើងដាក់ជាប់មុខយើងដាក់គ្រឿងចូលកូរវាចាដាក់គ្រឿងយ៉ាងណាកូរវាឲ្យសព្វឲ្យវាឈ្ងុយឡើងក្រហមយើងកូរវាចឹងមកឡើងក្រហមឥឡូវយើងដាក់កាពិចូលចាដាក់កាពិហ្នឹងប្រហែលជា2ស្លាបព្រាតែខ្ញុំបាក់ខ្លាំងទេខ្ញុំក៏ដាក់កាពិខ្ញុំដាក់បន្តិចដែរខ្ញុំទៅហ៊ានដាក់ច្រើនមកខ្លាចវាស្អុយមកពីខ្ញុំអត់សូវចូលចិត្តស្អុយឥឡូវយើងដាក់ម្ទេសក្រហមនិងម្សៅរ៉ូឌីនិងស្ករចូលស្ករស្រេចតែនៅចិត្តបងប្អូនចង់ដាក់ទេចំណែកខ្ញុំដាក់ពី3 teaspoon មាន2ឥឡូវយើងចាក់ម្ទេសចូលចាម្ទេសច្រើនដែរម្ទេសហើយជា2ស្លាបព្រា3ស្លាបព្រាណាបានរាប់ទៅចេះស្មានទេបងប្អូនអើយនាងខ្ញុំធ្វើស្អីស្មានអត់បានចេះវល់អីទេឡើយធ្វើស្មានឥឡូវយើងដាក់ត្រីឆ្អើរចូលត្រីឆ្អើរគឺជាត្រីអណ្ដែងចាយើងបុកមាត់ហើយឥឡូវយើងដាក់ចូលគោវាចាចំណែកគ្នាឥឡូវយើងដាក់សណ្តែកដីចូលខ្លោចហើយមើលឥឡូវយើងកូរវាឲ្យសព្វទៅណាឥឡូវយើងកូរវាឥឡូវយើងដាក់ខ្ទិះដូងចូលចំណែកខ្ញុំធ្វើប្លែកខុសគេដើម្បីឲ្យវាក្លិនឈ្ងុយនឹងឲ្យឈ្ងុយឈ្ងប់ឆ្ងាញ់មានជាតិដូចជាគេហៅចង់ទៅរៀងប្រហុកខ្ទិះចឹងតែមិនមែនទេនេះគឺកាពិផាវខ្ទិះចាឥឡូវយើងដាក់ម្ជូរ7ចូលមកវាចប់ទៅហើយនាងខ្ញុំធ្វើគឺរូបមន្តរបស់នាងខ្ញុំដែលខ្ញុំរៀនធ្វើដោយខ្លួនឯងគឺនេះគឺកូរវាឲ្យដាច់ទឹកចាកូរមិនឲ្យដាច់ទឹកយើងទុកបានយូរទុកបានរាប់ខែទុកនៅក្នុងទូទឹកកកយើងយកមកញ៉ាំបន្តិចមុនយើងញ៉ាំយើងកដៅវាបន្តិចចឹងទៅណាពុកម៉ែបងប្អូនឡើយរៀងល្ងិតតិចឯនៅក្រៅផ្ទះចាវាសម្ោលដៃកោធ្វើទាំងយប់ទៀតមិនធ្វើថ្ងៃទេអ្នកធ្វើនៅផ្ទះអត់សុខគឺមិនដឹងធ្វើអីឡើយធ្វើទាំងយប់ហ្នឹងទៅមកប៉ុណ្ណឹងឲ្យកុំទាន់ដេកដែរនៅតវីដេអូហើយនឹងបញ្ចូលសំឡេងនៅទាំងយប់នៅហ្នឹងចំពោះលីសាពលកម្មបើកមួយថ្ងៃអត់ដឹងបានប្រយោជន៍អីបាយបងប្អូនទាំងអស់គ្នា